ចំបានជម្រាបជូនពីប្រវត្តិរូបសង្ខេបរបស់កីឡាករគូទី3នៅក្នុងថ្ងៃនេះបង្គោលក្រហមកៅរំចង់វ័យ25ឆ្នាំកម្ពស់1.68 ម៉ែត្រទម្ងន់70 គីឡូក្រាមធ្លាប់ប្រកួតចំនួន99ដងឈ្នះ86ដងចាញ់8ដងស្មើ5ដងលោកកញ្ញាប្រិយមិត្តទូទាំងសិស្សជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កីឡាករកៅរំចង់ In the blue corner wearing a black trunk and blue gloves he is 22 years old weighing 17 kilograms standing 174 centimeters with a professional fighting record 85 times by winning 64 and 21 losses. Ladies and gentlemen, please welcome the boxer come from Thailand, General Phumpanmurng. បានរបស់លោកសង្ខេបគឺនៅបានទទួលជ្រាបហើយគឺសម្រាប់ការប្រកួតគូអន្តរជាតិគូទី3រវាងកីឡាករកៅរំចង់របស់ប្រជាជាតិកម្ពុជាខ្ញុំបាទសូមជម្រាបជូនបន្ថែមថាសម្រាប់កីឡាករកៅរំចង់វ័យ25ឆ្នាំកម្ពស់ 1.68 ម៉ែត្រលេខហុងស៊ុយហើយគឺនៅបច្ចុប្បន្ននៅភូមិអូតាគម1បាទសង្កាត់ទួលតាឯកបាទក្រុងបាត់ដំបងខេត្តបាត់ដំបងហើយសម្រាប់ការប្រកួតរបស់កៅរំចង់គឺប្រកួតបាន99ដងទៅហើយ86ដងឈ្នះចាញ់8ហើយនៅស្មើ5បាទហើយការប្រកួតរបស់កីឡាករកៅរំចង់គឺថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកគ្រូកែវសំអាងមកពីក្លឹបកងពលតូចអន្តរាគមលេខ8ភ្នំទ្រាប់កីឡាករជេបរ៉ូភូមិផាមួងកំពុងធ្វើការថ្វាយបង្គំគ្រូនៅក្បែរកីឡាកររបស់យើងគឺកែវរំចង់នឹងឯងកីឡាករចៅរ៉ូផាន់ភូមិមឿងគឺវ័យ23ឆ្នាំទម្ងន់69 គីឡូក្រាមដូចគ្នាកម្ពស់ប្រមាណ75ខ្ពស់ជាងរំចង់បន្តិចហើយកីឡាករនេះមកពីប្រទេសថៃហើយធ្លាប់ប្រកួតបានចំនួនបាទ85ដង64ដងឈ្នះចាញ់21ដងការប្រកួតថ្ងៃនេះពិតជាធ្វើឲ្យលោកនាងចាប់អារម្មណ៍មែនទែនព្រោះរាល់ដងមកការប្រកួតនៅក្នុងខ្មែរ Fighter ឬច្បងនៅអាណាចក្រខ្មែររំចង់អត់ទាន់បានជួបកីឡាករសញ្ជាតិថៃទេមួយថ្ងៃនេះគឺថាលើកទី1ហើយសម្រាប់កីឡាកររំចង់ដែលជួបកីឡាករថៃនៅក្នុងរាជបុត្រអាណាចក្រខ្មែរបាទពីទូរទស្សន៍បាយ័នព័ត៌មានថ្ងៃនេះការប្រកួតដ៏ធំរៀបចំបានឡើងដោយស្រាបៀរកម្ពុជាស្រាបៀរកម្ពុជាឈ្នះរង្វាន់មេដាយស្រាបៀរពិភពលោកក្នុងការប្រកួតស្រាបៀរលំដាប់ថ្នាក់អន្តរជាតិនៅប្រទេសអង់គ្លេសឆ្នាំ2013សូមបញ្ជាក់ជូនថាកីឡាករកែវរំចង់បង្គោលក្រហមបានទទួលការឧបត្ថម្ភពីលោកគ្រូសវុធានៅភូមិជ័យមនី1ស្រុកកញ្ជ្រិចឧបត្ថម្ភកីឡាករកែវរំចង់ចំនួន 50,000 រៀលអរគុណទៅដល់លោកវរៈស្នេហ៍ឯកច័ន្ទសុខុនហៅក្រេ2កងពលតូចអន្តរាគមភ្នំទ្រាប់ព្រះវិហារឧបត្ថម្ភកែវរំចង់ចំនួន 30,000 រៀលRound 1 សូមសម្លេងអបអរសាទរសម្រាប់កីឡាករគូទី3នេះឲ្យមួយមកបាទការប្រកួតរបស់កីឡាករកែវរំចង់បានចាប់ផ្ដើមការប្រកួតហើយជេរ៉ូភូមិផាន់មឿងកីឡាករបង្គោលខៀវមកពីថៃសញ្ជាតិថៃបង្គោលក្រហមកីឡាករកម្ពុជាទឹកជាតិខ្មែរកែវរំចង់កីឡាករកែវរំចង់ទទួលបានការឧបត្ថម្ភពីអ្នកបាទអ្នកច័ន្ទលីអ្នកបណ្ឌិតថ្មីសេរ៉ាមិកនៅម្ដុំសំណង់12ឧបត្ថម្ភដល់កីឡាករកែវរំចង់ចំនួនទឹកប្រាក់$20បាទសូមអរគុណទៅដល់អ្នកច័ន្ទលីដែលអ្នកជាផលិតថ្មីបាទផលិតថ្មីសេរ៉ាមិកនៅម្ដុំសំណង់12
បាទអត់ទស្សនាការប្រកួតជាបន្តរបស់យើងនៅលើសងវាប្រកួតទឹកទី1ចលោទៅចលោមកចលោឆ្វេងមួយរបស់ផាន់មឿងបន្តជើងឆ្វេងជើងស្ទេកសរបស់រំចង់ចលោមួយទៀតអាយ៉ាថ្ងៃនេះលោកកដោរជួចចិត្តហើយបងប្អូនទស្សនិកជននៅក្នុងសងវៀនមីឡារីណាថ្ងៃនេះរំចង់កម្ពស់ទី1.68លេខហុងស៊ុយហុំផាន់មឿងបង្គោលខៀវកម្ពស់1.75អាយ៉ាតទៅតមកហើយបាទអញ្ញាកណ្ដាលគឺលោកឈិតសរឹមអធិស្ស្រ័យបាទគឺលោកយមសង្គមរេបាទអធិស្ស្រ័យខ្ញុំបាទផងបាទទស្សនាការប្រកួតរបស់យើងជាបន្តទៅទៀតវេមួយរបស់ផាន់មឿងអត់តាន់ធ្វើអីទេបាទខ្លាចរៀបខ្លួនដែរព្រោះថា2គូដែរហើយសន្លប់ក្នុងទឹកទី1និង2ចលោឆ្វេងមួយរបស់ភូមិផាន់មួងរំចង់ជាយាមដើរចូលចលោមួយថយមកក្រោយវិញបន្តិចបាទរំចង់បាទតតជើងឆ្វេងមួយរបស់ផាន់មួងតតស្ដាំវិញតងអត់ត្រូវហងបាទតែចែកស្ដាំចូលមួយលេចផុតអាយ៉ាផាន់មួងហើយចូលរំចង់តបជើងអត់តបទេមួយជើងស្ដាំមួយអាយ៉ាអត់តទេរំចង់រមើសិនធាក់មួយជើងស្ដាំផាន់មួងអត់តដៃទេអាយ៉ាថ្ងៃនេះដៅសាច់ហើយអត់ទេបាទទស្សនិកជននៅក្នុងនេះគឺថាងើបពីកៅអីទាំងអស់មួយដៃស្ដាំខាខរបស់កីឡាកររំចង់ផាន់មួងអត់បាត់ឃុំទេបាទប្រហែលណាចលោមួយបាទរំចង់រំចង់ទីយឹមសម្រុកចូលដែរប៉ុន្តែអត់មានឱកាសណាល្អមួយជើងចំក្រាមមុខរបស់រំចង់វិញរំចង់ពេបមកថាអត់អីទេអត់ឈឺគាត់ឆ្វេងមួយរបស់ផាន់មឿងគាត់ឆ្វេងសរបស់រំចង់ចាប់ទឹកទី1ទឹកចេញក្រៅគូអន្តរជាតិទី3ទឹកទី2រងគូហើយកីឡាករទាំងពីរក្នុងទឹកទី2មួយបាទទស្សនាការប្រកួតរបស់យើងក្នុងទឹកទី2ជាបន្តទៀតគូអន្តរជាតិកែរំចង់របស់កម្ពុជាយកគ្នាជាមួយកីឡាករចំរប់ភូមិផាន់មួងមកពីប្រទេសថៃរំចង់ធ្វើបានការឧបត្ថម្ភពីអ្នកច័ន្ទឌីធ្វើថ្មីសេរ៉ាមិចម្ដងដំណំ12ទឹកប្រាក់$20ដើម្បីឲ្យជើងស្ដាំមួយរបស់រំចង់ស្ដាំឆ្វេងមួយផុតដកថយវិញរបស់រំចង់បាទទឹកទី2នេះក្តៅសាច់ហើយសូមអរគុណទៅដល់ស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិត្រង់សូមមេត្តាកុំបើកបរសូមអរគុណទៅដល់ស៊ីម៉ងអូតគុណភាពចំណាត់លេខ1ខាឆ្វេងរបស់កីឡាករភូមិផាន់មួងធាក់មួយសងដូចគ្នាស្ដាំដូចគ្នាធាក់ឆ្វេងមួយទៀតរបស់កីឡាកររំចង់ស្ដាំមួយរបស់រំចង់បាទកីឡាករភូមិផាន់មួងបាទមានវ័យ22ឆ្នាំបាទប្អូនទេបាទប្អូនរំចង់ទេប៉ុន្តែមុខវាចង់ចាស់ជាងរំចង់បន្តិចមិនទេបាទដើរចូលផាន់មួងដើរចូលទៅវិញរបស់រំចង់ឆ្វេងស្ដាំមួយតោះជើងក្រាមឆ្វេងមួយរបស់រំចង់តោះចូលទៅវិញជើងស្ដាំខោទៀតអូហូបាត់ជាពូកែមែនតើរំចង់សុំសរសើរបាទមួយជើងមួយប្រាយរបស់រំចង់ពុតធ្វើឲ្យទស្សនិកជនក៏ក្រៅញាក់សាច់បាទតោះសារពីស្នាដៃរបស់រំចង់មែនតើជើងមួយរបស់ផាន់មួងស្ដាំរំចង់ដល់ស្ដាំមួយសងស្ដាំឆ្វេងបាននៅពេលនេះហើយដែលរំចង់បង្ហាញពីក្បាច់គុណបុរាណខ្មែររបស់យើងទៅកីឡាករសញ្ជាតិថៃមកពីប្រទេសថៃបាទបង្ហាញថាក្បាច់គុណបុរាណខ្មែរគឺជារបស់ខ្មែរមរតកពីដូនតាតតជើងឆ្វេងមួយទៀតរបស់រំចង់សងវិញបាទអត់ទេចលោពីផាន់មួងបាទដើរចូលរំចង់ដាំឆ្វេងតតជើងឆ្វេងមួយរបស់រំចង់អធិស្ឋានរបស់ផាន់មួងបាទមកគោខៀវមកពីប្រទេសថៃចលោមួយរបស់រំចង់ចលោជង្គង់មួយដល់ថយវិញបន្តិចទៅរំចង់ទៀតដល់មកប្រាយទៅដល់ហូរតែម្ដងឆ្វេងមួយដែរកែចលោចូលអត់ចូលទេផាន់មួងការពារខ្លួនតតជើងក្រោមការពារឆ្វេងជាមួយតាមស្រីបាទការពារខ្លួនតែស្ដាររបស់កីឡាកររំចង់ខាផុតឆ្វេងមួយទៀតតែចូលរំចង់ដូចជាពុះកញ្ជ្រោលម្ដងដែរបាទ
អត្រមចង់បានម្ដងចាំតែមកប្រាំណាសម្រាប់យកតែម្ដងអត់ជួយឆ្វេងមួយឆ្វេងសងវិញទៅគ្នាឡាចូលទៅរំចង់ឆ្វេងស្ដាប់កែឆ្វេងមួយអូហើយបាទផាំមើងការរស់ខ្លួនបានដកថយមួយទៀតបកថយមួយទៀតផាំមើងលេហ៊ានចូលជាមួយរំចង់ហើយបាទរំចង់ដើរចូលរហូតបាទខ្លួនរបស់កីឡាករភូមិផាន់មឿងមកពីប្រទេសថៃក្រហមប្រងព្រាហើយតាំងពីសដល់ក្រហមឆ្វេងអត់ឲ្យស្ដាំមួយចាប់ទឹកទី3 2 លោកធានីយើងតាមហើយកីឡាករកែរំចង់បានទទួលការឧបត្ថម្ភជាបន្តទៀតហើយគឺលោកអ្នកចាន់ឌីធ្វើថ្មីសេរ៉ាមិចនៅម្ដងសំណង12ឧបត្ថម្ភកែរំចង់ចំនួន$20បាទអ្នកឲ្យទឹកជាងក្រៅround 3 ធ្វើឲ្យកីឡាករទាំងពីរក្នុងទឹកទី3មួយមកបាននៅក្នុងនោះខ្ញុំបានសូមបានអនុញ្ញាតជម្រាបជូនអសប្តាហ៍ជូនបានឧបត្ថម្ភកីឡាករកែរំចង់បន្តិចបានលោកគ្រូសវត្ថាភូមិជ័យមនីស្រុកកញ្ជ្រៀបឧបត្ថម្ភកីឡាករកែរំចង់ចំនួន5មលាលោកវិរៈឯកច័ន្ទសុខុនមកការ៉េ2កងពលតូចអន្តរាគមតាមភ្នំទ្រាំព្រះវិហារឧបត្ថម្ភកីឡាករកែរំចង់ចំនួន30ម៉ឺនរៀលផងដែរបាទសូមអរគុណហើយសូមទស្សនាការប្រកួតជាបន្តរវាងជើងស្ដាំមួយរបស់រំចង់អីយយមួយជើងមិនដែលមិនចំពេញទេបាទសូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំរបស់យើងគឺស្រាបៀរកម្ពុជាស្រាបៀរកម្ពុជាជាស្រាបៀរដំបងគេបង្អស់ដែលផលិតឡើងដោយប្រជាជនកម្ពុជាឈានមកគេទាំងគុណភាពនិងរសជាតិស្រវងសូមមេត្តាកុំបើកបរនិងសូមអរគុណដល់ស៊ីម៉ងអូតគុណភាពសមត្ថៈលេខ1ទស្សនាការប្រកួតរបស់យើងដែលកំពុងតែធ្វើការប្រកួតយ៉ាងតាមឆ្វេងតចង្ក្រានរបស់កីឡាករផាន់មឿងជង្គង់ឡើងមើលរបស់ផាន់មឿងល្អណាស់ប្រាក់មកជិះស្ដាររបស់រំចង់ថយមកវិញសិនតាមឆ្វេងមួយស្ដារមួយទៀតអោគ្នាអញ្ញាកណ្ដាលលោកយមទៅខំជាយមបែកជង្គង់ឡើងរបស់រំចង់បាទផាន់មឿងក៏វាយរំចង់មកទៅអត់ដបោទេបាទរំចង់ឆ្លាញ់ផាន់មឿងខ្លាំងណាស់បាទឆ្លាញ់ក្នុងន័យចង់វាយបាទចង់ប្រកួតជាមួយហើយអស់ពីសមត្ថភាពបាទមួយសិនធាក់មួយជើងល្អណាស់រំចង់វែងវិញសរបស់ផាន់មឿងតតជើងក្រោមអូយកែងមួយចូលឆ្វេងស្ដាំឆ្វេងស្ដាំអូហើយបាទចាំមិនទៅហើយផាន់មឿងដើរចូលវិញចង់ខឹងបាទអូជង្គង់ហោមួយរំចង់អត់ខ្លាចទេរំចង់ព្យាយាមទប់មួយសិនជង្គង់ឡើងរបស់រំចង់ហើយយ៉ាបាទថ្ងៃនេះកីឡាករភូមិបានមឿងមកពីប្រទេសថៃចេញក្បាច់ផ្លែកមកពីថៃអត់ដែរស្គាល់ទេឥឡូវមកពីណាសោះតែក្បាច់រំចង់គឺទទួលស្គាល់បាច់គឺបុរាណខ្មែរតតជើងក្រោមមួយដើរចូលរំចង់ជង្គង់មួយរបស់ផាន់មឿងកែងមួយរបស់ផាន់មឿងល្អណាស់ផាន់មឿងឆ្វេងមួយរំចង់ទីយើងដាក់ចូលឆ្វេងស្ដាំផុតមួយដាក់ចូលទៀតតតជើងក្រោមរបស់ផាន់មឿងស្ដាំរំចង់ដាក់ចូលខាឆ្វេងស្ដាំចាប់ដងខ្លួនអត់ទៅចាំកន្លែងណាទៅបាទសងមួយឆ្វេងរបស់ផាន់មឿងដកថយចលោមួយដាក់ចូលផាន់មឿងរំចង់ដាក់ចូលវិញរំចង់ដាក់ចូលដកថយសិនស្ដាំឆ្វេងមួយរបស់ផាន់មឿងអត់ឈឺទេរំចង់ថាអត់ឈឺទេរំចង់ដាក់ចូលហើយជង្គង់មួយជង្គង់ហោបាញ់មិញព្រៀបថ្លៃសឥឡូវចាប់ទឹកទី3ហើយទស្សនារបស់យើងក៏ឡាយ
មើលក៏ អ្នកឲ្យទឹកចេញក្រៅ បាទទៅចេញក្រៅ គូអន្តរជាតិទី3ទឹកទី4 round 4 បាទគូអន្តរជាតិគូទី3ទៅទី4មកខ្ញុំបានសូមអរគុណដល់ម្ចាស់ធំគឺស្រាបៀរកម្ពុជាស្រាបៀរជាតិមន្តនភាពជាតិបាទស្រវឹងសូមមេត្តាកំបៅបងនិងសូមអរគុណទៅដល់លោកបងអូនបាទសមត្ថៈលេខ1លើពិភពលោកទស្សនាការប្រកួតរបស់យើងនៅកំពុងតែកក្រៅនៅលើសងវៀនកំពុងតែជួសជុលដល់អារម្មណ៍មែនតើបាទទស្សនិកជនកំពុងតែផ្ដោតអារម្មណ៍ឬក៏ផ្ដោតចាក់ខុសទៅលើសងវៀនប្រកួតទៅលើកីឡាករកែតម្ចង់របស់កម្ពុជាតែធ្វើយ៉ាងម៉េចអាចបំបាក់កីឡាករថៃមកពីថៃកីឡាករភូមិផាន់មឿងបានប៉ុន្តែកីឡាករជំរុនភូមិផាន់មឿងក៏មិនអន់ដែរបាទទីកីឡាករតម្ចង់ជប់គូប្រកួតមួយដល់ស្វិតស្វាញហើយអូអត់ឈឺទេបាទផ្ទះខ្លួនឯងថាឈឺទេបាទផាន់មឿងបាទតម្ចង់ចូលតជើងក្រៅមួយទៀតអូហូយស្ដាយថាឈឺតាមមួយតែរបស់តម្ចង់អីយ៉ាតជើងក្រៅមួយតម្ចង់ស្អប់ណាឌឺណាអត់វាយដល់ស្លាប់មិនឲ្យឌឺទេអូយវាស្ដាំមួយបាទដូចខ្ញុំនិយាយមែនបាទទៅចិត្តឌឺទេបាទវាយបាទចាញ់គ្នាអត់ដឹងឲ្យវាយកុំឲ្យឌឺទស្សនាការគាត់ជាបន្តបាទធាក់មួយតតជើងឆ្វេងតាមសរបស់កីឡាករផាន់មឿងតតជើងក្រៅរបស់រំចង់អត់បញ្ហាទេរំចង់តតឆ្វេងគីឡូមួយដកថយវិញសិនរំចង់ចូលទេបាទផាន់មឿងការពារខ្លួនបានបាទជើងរបស់ផាន់មឿងក៏ហមបាទប្រងព្រាហើយបាទខ្លួនឯងក៏ហមពេញដងខ្លួនទាំងអស់បាទសតទាំងសវិញក៏ហមហើយរំចង់អត់អីទេតតជើងក្រៅបាញ់មិញតតជើងក្រៅសងវិញឆ្វេងហាក់មួយចំកណ្ដាលមុខអូយស្វ័យមិនឲ្យចំទៀតបាច់ទឹកប្រាវអូយគឺសុទ្ធតែផ្លាប់មកបាញ់មិញអត់អីទេបាទផាន់មឿងក៏មាំដែរបាទមិនងាយទេតតជើងក្រៅសងវិញឆ្វេងមួយរបស់ផាន់មឿងតតជើងក្រៅមួយទៀតល្អណាស់រំចង់ដល់ថយតាមមួយដៃឆ្វេងមួយដៃទៀតឲ្យផុតល្អណាស់បាទឈឺវិញមែនទេរំចង់មកវាយឲ្យដល់ខ្លួនថយបាទនេះជិះយុទ្ធសាស្ត្រមួយកីឡាករដែលទៅរៀនពីរំចង់តាមជួយតាមស្រីរបស់កីឡាករផាន់មឿងមួយដៃទៅថែមរបស់រំចង់អីយ៉ាឱកាសរំចង់មកហើយឱកាសមានការប្រើរបស់រំចង់បាញ់មិញអោគ្នាមួយសិនដកខ្លួនថយបន្តការប្រកួតក្នុងទឹកទី4ល្អណាស់ជួយស្ដាំមិនได้ស្ដាំបាយទឹកចាយទៅដែររបស់រំចង់ជួយស្ដាំអូយបាទបត់ខ្លួនជាប់ទេចាំមកបងប្អូន ជួយស្ដាំកែមួយទៅចូលអូជង្គង់មុនរបស់ផាន់មឿងអីយ៉ាវាយឆ្ងាញ់ដៃណាថ្ងៃនេះរំចង់ជួយមួយទៀតប៉ុន្តែមុខរបស់ផាន់មឿងក៏ក្រាស់ដែរមិនងាយបាយទេអូចែកចូលវិញរបស់កីឡាករផាន់មឿងជួយដូចគ្នាអីយ៉ាមកកែរបស់គេហើយបាទរំចង់អោគ្នាអាយ៉ារូបកាយមួយរបស់រំចង់ល្អណាស់ជួយអូជង្គង់មួយហោរបស់កីឡាករផាន់មឿងអូយដួលទាំងអស់គ្នាអញ្ញាកណ្ដាលយើងទៅខំជួយចាប់អត់អីទេបន្តការប្រកួតបានក្នុងទឹកទី4ចិត្តចាប់ទឹកទី4ដែរបន្តទៀតទេបាទថ្ងៃនេះស្វិតស្វាញណាស់បាទតតជើងក្រៅមួយរបស់រំចង់ចាប់ទឹកទី4ទស្សនារូបភាពនេះយើងក៏សូមអរគុណទៅដល់ម្ចាស់បង្ខំកម្មវិធីគឺស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិអរគុណទៅដល់ក្រុមហ៊ុនស៊ីម៉ង់អូតគុណភាពចំណាត់ថ្នាក់លេខ1ក៏អរគុណផងដែរទៅដល់ក្រុមហ៊ុន Honda Scoopy i និងតែបេតង Kansai អ្នកឲ្យទឹកចេញក្រៅ ជាទឹកដាច់ប្រត់ Final round បាទទឹកចុងក្រោយហើយសូមសម្លេងអបអរដល់កីឡាករទឹកពីរមួយមក បាទទឹកចុងក្រោយហើយសម្រាប់ការប្រកួតគួរបាទជាគូទី3រវាងកីឡាករកែរំចង់របស់កម្ពុជាជួបគ្នាជាមួយកីឡាករជេរ៉ុមភូមិផាន់មួងមកពីប្រទេសថៃបាទគេថា4ទឹកកន្លងមកហើយបាទឃើញថាបហាគ្នានៅឡើយទេមិនមានកីឡាកររូបណាឈ្នះគឺដល់ផ្ដាច់ណាទេពងតែដងទៅសងបាទ
ទឹកទី5នេះជាកាត់ទឹកសង្កាត់ទៅស្ដីហើយសូមអរគុណដល់ចាំធំគឺស្រាបៀរកម្ពុជាត្របងសូមមេត្តាកម្ពុជាបលនិងសូមអរគុណដល់ក្រុមហ៊ុនទីម៉ងអូចំណាត់ថ្នាក់លេខ1មកដល់ចូលផាន់មួងមកកាពេលខ្លួនសិនចង់បាទគាត់ឆ្វេងមួយរបស់ដំចង់ដកខ្លួនថយបន្តិចសិនបាទដាំចូលមួយអោបទៅកេះហើយយ៉ាបាទផាន់មួងកាច់កីឡាករដំចង់ផ្ដួលអត់បញ្ហាបាទបន្តការប្រកួតបាទញ៉ាកណាผมមានណាដួលឲ្យហាមថែមជង្គង់មិនថាមិនថែមទេមិនហ្នឹងហាមថែមបាទដំចង់ចូលហើយយ៉ាក្លេកកដំចង់ជាប់ហើយបាទញ៉ាកណាចាំមិនហើយរកកន្លែងអូយកាយរបស់កីឡាករមិនមើលល្អណាស់បាញ់មិញបាទពេងអូហូចាំដំចង់ពេញតែម្ដងបាញ់មិញតតជើងក្រោយរបស់ផាន់មឿងមួយដំចង់តើចូលតតជើងក្រោយមួយចង់ដួលចាំផ្ញើប្រេអាបាញ់មិញតាមមួយកែឆ្វេងចូលអូយបាយទឹកចាយអូហូយរំចង់ឲ្យទៅចម្រៃចោះប្រេងអញ្ចឹងបាទក្តាស់ខ្លាំងណាស់ខ្លាំងមែនទែនបាទជង្គង់ឡានរបស់ផាន់មឿងអត់អីទេបាទញ៉ាកណាបំបែកហើយយ៉ាបាទបន្តការប្រកួតទេក្នុងទឹកទី5នេះទឹកក្រោយហើយអូយតាមឆ្វេងពេញតាមឆ្វេងមួយរៀលល្អណាស់ចូលសន្តំហើយចូលសន្តំរបស់គេហើយសន្តំរបស់រំចង់ណាចូលដល់ឆ្វេងស្ដាំយកហើយបាទមកស្នំនឹងហាត់មកវគ្គមានច្បាប់របស់គេបាទហើយយ៉ាអត់អីទេបានមើលអោបជាប់ហើយតាណារួយទេបាទអញ្ញាកណាគឺលោកជុំទៅខំបំបែកបន្តហើយគីឡូមួយរំចង់ថ្ងៃនេះក៏ហមមុខមាត់ដែរណាបាទត្រូវឆ្លាតរបស់កីឡាករផាន់មឿងដូចគ្នាតាមមួយដៃទៀតហើយអូហូយផាន់មឿងជង្គង់មួយសងវិញអោបនេះមួយទៀតអោបនេះយកឱកាសហើយបាទអាយ៉ាមកដៃខ្លាំងមែនទេបាញ់យ៉ាងណាបាយសិនស៊ីមកណាបានជិតចប់លើហើយណាអត់ព្រមវាយគីឡូមួយរបស់ដំចង់ឆ្វេងមួយរបស់ដំចង់ចង់ប្រាក់បាច់ពិសេសបាទតាមឆ្វេងមួយទៀតល្អណាស់ដំចង់ចូលហើយបាទចូលហើយគីឡូមួយដេញតាមអត់ទេអូបាទបលែង20កីឡាករផាន់មឿងអបាញ់មិញអត់អីទេបាទជិតចាប់ទៅទី5ដែរដកថយវិញតិចសិនគ្រាប់សេជួយស្ដាំមួយកែចូលមួយរបស់កីឡាកររំចង់អត់ទេចាប់ទឹកទី5ហើយចាំមើលបន្តិចទៀតលទ្ធផលទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយពិតទូ